ជាអ្នកចាប់កសៃជនវិការគាត់ជួយសម្រាលទុកប្រជាពលរដ្ឋណាចេញទៅពងចាមក្មួយអំជីលើកទី2ហើយខ្ញុំនៅស្រុកមេមត់ខេត្តត្បូងឃ្មុំបងអូចំណាយច្រើនណាអូនអានេះអត់ចំណាយអីចំណាយចុះទៅតិចអើយញ៉ាំបាយទេជើញទៅប្រាប់ហៀបបងសេវាហ្នឹងគឺល្អហើយយើងជួយបានទៅដល់បងប្អូនយើងជាច្រើនមិនថាអ្នកធ្វើការរោងចក្រមិនថាបងប្អូនធ្វើការងាររដ្ឋផ្សេងមិនថាក្រុមការងារនិយាយទៅទាំងអស់រួមទាំងអស់ព្រោះយើងអត់គិតថាអ្នកណាធ្វើការណាយើងអាចបញ្ជីទាំងអស់បានទាំងអស់គ្នានៅបើទទួលសេវារបស់រដ្ឋទាំងអស់ហ្នឹងអារម្មណ៍ពិតហ្មងសម្រាប់លើកទី1គឺខ្ញុំពេញចិត្តហើយក៏ខ្ញុំសូមសំណូមពរសម្រាប់បងដែលអត់ទាន់មានបទពិសោធន៍ជិះឡានក្រុង free និយាយទៅ free សម្រាប់ខ្ញុំគឺចំណេញបានច្រើនទី1គឺម៉ាស៊ីនត្រជាក់ទី2គឺថវិកាចំណាយទៅលើការធ្វើដំណើរគឺបានច្រើនអញ្ចឹងយើងមកទទួលសេវាកម្មអង្គសម្រាប់បុគ្គលិកវិញគឺអូខេតែដល់មានជ័យវាអារម្មណ៍សុបាយស្រួលហ្នឹងឯណែនាំបងប្អូនឲ្យមកជិះឡានក្រុងរដ្ឋវាអត់អស់លុយទុកលុយប្រើពេលជុំបិណ្ឌអញ្ចឹងទាំងទៅទាំងមក30,000ជាងអូនចាជីឡានក្រុងហ្វ្រីអត់តែចំណាយដែលយើងញ៉ាំអីតាមផ្លូវទៅមកទេអត់អស់ច្រើនទេយើងក្រយើងអត់មានលុយជិះឡានដល់សម្រាប់ជូនយើងបានសល់វិញខ្លះគឺបនទីទៀនណាកូនឡានទៅកងណាត់បើកស្រួលមកមួយមិត្តភក្តិបងឆ្នាំទី1បងពួកខ្ញុំដែលមកហ្នឹងទៅឆ្នាំទី1សម្រាប់ខ្ញុំអត់គោលដល់ថ្នាក់ក្នុងខ្លាំងមែនតើតែគាត់បានគិតគូរពីប្រជាជនពេលខ្លះយើងវិញយើងរៀនទៅយើងមាន stress មិនអីចឹងចង់ទៅផ្ទះទេពេលបានទៅផ្ទះព្រីយឹតសុបាយចិត្តខ្លាំងខ្ញុំជានិស្សិតឆ្នាំទី4ខ្ញុំមកនេះមកជាលើកដំបូងមកខ្ញុំគិតថាវាអាចរៀងកុសកបន្តិចប៉ុន្តែខ្ញុំគិតថាល្អហើយក៏ចង់ឲ្យមានបែបហ្នឹងរាល់ឆ្នាំចាអរគុណច្រើនដែលថាមកពីជនព្រីអញ្ចឹងណាអរគុណអត់ដាច់បានជួយជាជនបានអត់ទៅអត់អស់ដូចអស់កាក់អញ្ចឹងណាថ្លែងអរគុណទៅដល់រាជរដ្ឋាភិបាលសូមឲ្យគាត់ប្រកបនៅទៅណាមកណាប្រកបដោយសុវត្ថិភាពនិងមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារពិតជាអរគុណខ្លាំងមែនទែនដល់ថ្នាក់ដឹកនាំដែលបានរៀបចំការធ្វើដំណើរថ្លៃនេះឡើងមកជារៀងរាល់ឆ្នាំអញ្ចឹង